កូនមកមើលថ្ងៃនេះមិនក៏យូរម្លេះណោសង្ស័យតែជាប់ជ្រកភ្លេចហើយមើលទៅអេងលោកក្មួយសនតើក្មួយសនទើបមកពីណានឹងក្មួយគឺខ្ញុំទើបមកពីកាប់អោពេលនេះមិនក៏ភ្លៀងខ្លាំងសូមតែមិនជ្រកបានដែរទេអូចាបានណាក្មួយមកចូលមកក្នុងសិនមកក្មួយមីងមិនទាន់ត្រឡប់មកវិញទេអីនៅទេក្មួយប្រហែលជាជាប់ជ្រកភ្លៀងហើយមើលទៅនោះបាទមីងតែនេះយប់ណាស់ទៅហើយតិចគេមិនហ៊ានមកវិញម្នាក់ឯងទេបើអញ្ចឹងពេលមេរៀងភ្លៀងខ្ញុំតាមមកចូលមីងអរគុណហើយណាក្មួយមីងក៏ទៅជាមួយក្មួយដែរដោយបាត់កូនយូរពេកមីងសយនិងនីសនក៏បានតាមរកស្រីមុំតែអកុសលពេលនៅតាមផ្លូវក៏បានឃើញរណ្ដៅមួយពោពេញដោយទឹកនិងមែកឈើហើយមីងសយក៏បានកលេចភ្នែកទៅឃើញថាមានមនុស្សនៅក្នុងរណ្ដៅនោះពេលទៅមើលទើបដឹងថានេះជាសពរបស់កូនស្រីខ្លួនក្មួយសនក្មួយទៅមើលនៅទីនោះចម្លែកខ្លាំងណាស់មានទឹកហូរហៀមិនឈើកាប់ថ្មីទៀតអេដូចជាមានមនុស្សដែរណាក្មួយទៅមើលតើអ្នកណាកូនចៅអ្នកណាហេតុអីបានជាមកនៅទីនេះទៅវិញបាទមីងស្រីមុំមីងនេះគឺស្រីមុំតាមីងស្រីមុំកូនម៉ែកូនមុំអ្នកណាធ្វើអីកូនស្រីម្ដាយអើយអត់អីទៅអ្នកណាទៅអត់អីមកធ្វើបាបកូនខ្ញុំកូនស្រីកំសត់ម្ដាយអត់អីក៏ទុកឲ្យម្ដាយនៅម្នាក់ឯងបែបនេះកូនអើយម្ដាយរំពឹងអ្វីទៀតទៅអ្នកណាគេទៅអ្នកណាហេតុអីក៏ចិត្តដែរធ្វើបាបកូនស្រីខ្ញុំកូនមកដាច់ចិត្តទៅចាំម្ដាយម្លេះកូនអ្នកមីងកាច់ចិត្តណាស់តោះយើងយកអូនមុំទៅផ្ទះធ្វើបន់តាណាមីងក្មួយសនអើយកូនមីងទៅចោលមីងហើយឲ្យមីងរំពឹងអ្វីទៀតទៅរាល់ថ្ងៃនេះបានកូនស្រីនេះហើយដែលជួយមីងគ្រប់យ៉ាងកូនម្ដាយអើយកូនល្អណាស់ហេតុអីទៅហេតុអីមុំអូនជាមនុស្សស្រីដែលល្អចេះជួយអ្នកដទៃហេតុអីក៏ត្រូវមកជួបរឿងបែបនេះទៅវិញទឹកនេះតិចម្លេះរងាណាស់អាចប់យកកម៉ាយអញបាត់អ្នកប្រុសយីអាចប់អញទៅប្រើមិញមិនលឿមម្លេះ
មិនតាន់បានយកឲ្យអ្នកប្រុសឯណាខ្ញុំទើបតែដើរទៅតែអ្នកប្រុសហើយចុះអាណាហុចឲ្យអញមិញនេះណា គឺយើង ខ្មោចនេះចុះខ្មោចមិនបាច់ប្រាប់ទេអ្នកប្រុសខ្ញុំបានឃើញហើយអ្នកប្រុសខ្សែបន្តោងព្រះយកចេញមកអ្នកប្រុសដោយឃើញខ្សែកព្រះពេលនោះខ្មោចស្រីមុំក៏បានបាត់ស្រមោលតែម្ដងទៅនៅឡើយតែនាយដេននិងនាយចយខ្លាចឡើងបះសក់ហើយពួកគេទាំងពីរក៏បាននាំគ្នាទៅបន្ទុំព្រោះខ្លាចមានអ្នកសង្ស័យចុះនេះយ៉ាងម៉េចឯងហ្នឹងលឹបលោដូចជាឃើញខ្មោចអញ្ចឹងគឺថាខ្ញុំនិងអ្នកប្រុសរៀបចំនឹងចូលក្នុងបន្ទប់ដេកនឹងណាលោកមេភូមិហើយចុះចាំបាច់អីធ្វើលឹបលោដូចឃើញស្អីអញ្ចឹងអត់មានអីទេពុកពុកអញ្ចឹងពុកទៅសម្រាប់ចុះកូនចូលដេកហើយអើយងងុយណាស់ពុកអើយយីកូននេះមិនក៏ចម្លែកម្លេះលុះជប់អាទិត្យមកដល់ខ្យល់ត្រជាក់ធ្វើឲ្យបង្អួចនាយដេនបិទបើកពេលនោះនាយដេនក៏បានឲ្យនាយចកទៅបិទបង្អួចពេលនោះស្រាប់តែមានដៃមកចាប់នាយចកធ្វើឲ្យនាយចកភ័យស្រែកផ្អើលគេផ្អើលឯងមិនក៏ខ្យល់ខ្លាំងម្លេះចកឆាប់ទៅបិទមួយទៅឲ្យឆាប់ឡើងតែអ្នកប្រុសខ្ញុំខ្លាចណាស់ចាំមិញលេងស្ដាប់ជាអញហើយបានអ្នកប្រុសក្បោចអ្នកប្រុសក្បោចវាមកហើយអ្នកប្រុសក្បោចណែស្រែកលឺម្លេះតិចពុកអញលឺទៅនេះមានរឿងអីនឹងកូនដេនមិនក៏ស្រែកលឺម្លេះអត់មានអីទេពុកគឺអាចកវាត្រូវមួយគៀបដៃហ្នឹងដេកទៅអញ្ចឹងពេលនោះស្រាប់តែខ្មោចនឹងមុំបានចូលក្នុងខ្លួននាយចកពេលនោះភ្នែកនាយចកក៏បានប្រែពណ៌ទៅជាក្រហមហើយក៏បានរត់ចុះទៅក្រោមសំដៅទៅកន្លែងដែលស្រីមុំបានស្លាប់ណែចុះហើយអញយ៉ាងមិនហ្នឹងស្ងាត់មកឈឹងហើយជីនេះមិនក៏សម្លឹងមកអញអញ្ចឹងចុះមិនឆ្លើយចុះណែចុះចង់ទៅណាចុះចុះណែចុះចង់ទៅណាចុះចុះណែចុះចង់ទៅណាចុះដេនមានរឿងអីហើយចុះវាយ៉ាងមិញបានជាវារត់លឿនម្លេះតទៅតាមមើលវាទៅកូនបាទពងអញ្ចឹងខ្ញុំទៅហៅដែនសិនពង